បាទសូមជម្រាបសួរបងប្អូនអ្នកសិក្សាជាទីមេត្រីថ្ងៃនេះខ្ញុំនាំបងប្អូនមករៀនអំពីការដាក់ pick cadet ក្នុងតារាង Excel បាទដើម្បីដាក់បានយើងតម្រូវឲ្យបងប្អូនចូលនៅក្នុងពាក្យមួយនៅក្នុង browser ដែលយើងវាយបាទនេះបងប្អូនវាយពាក្យសំរ៉ាត់ admin.com បាទបងប្អូនវាយលើពាក្យហ្នឹងមកហើយចុចពាក្យ search ទៅបាទចឹងបងប្អូនអុក scroll ចុះក្រោមបាទនឹងបងប្អូនឃើញនេះពាក្យ download បងប្អូនចុច download កន្លែងនេះមកមួយចុចទៅយើងរងចាំបន្តិចនេះកន្លែងនេះវាលោតពេញណាបាទពេលដែលវាលោតពេញហើយយើងបើក open វាហើយ folder ហ្នឹងចុចលើវាមកដើម្បីទៅរកទីតាំងបាទរងចាំបន្តិចបាទនេះយើងបាន download វាហើយបាទពេលយើង download ហើយយើងចុចលើវា copy វាបាទនេះឯកសារដែលយើង download បាននៅកន្លែងនេះបាទចឹងបងប្អូនright click វាមកបាទright click យកពាក្យថា copy ហើយបងប្អូនយកទៅផាសនៅ 3D ឬក៏នៅលើ desktop បាទឥឡូវនេះខ្ញុំយកទៅដាក់នៅលើ desktop បាទខ្ញុំផាសវានៅលើ desktop បាទនេះយើងបានហើយចឹងដើម្បីបើកវាបានដំណើរការបងប្អូនចុចលើវាទៅ folder ហ្នឹងបាទបន្ទាប់មកបងប្អូនចុច right click យកពាក្យ extract បាទហើយរើស browser យើងទុកនៅfolder មួយថ្មីយើងដាក់ folder មួយថ្មីមកបាទហើយតមកយើងដាក់ pick cadet ចឹងមកបាទcadet ហើយយើងពាក្យ select បាទតមកពាក្យថា next បាទយើងបានហើយនេះឯកសារដែលយើងមាននៅក្នុង desktop របស់យើងបាទប៉ុណ្ណឹងហើយបងប្អូនទៅរកតិន័យឈ្មោះសិស្សរបស់យើងដែលយើងត្រូវការដាក់ថ្ងៃខែឆ្នាំកំណើតរបស់គាត់បាទចឹងយើងមានតិន័យហ្នឹងតបមកយើងចូលពាក្យ file បាទ file យើងបងប្អូនទៅរក option បាទចុចលើពាក្យ option បងប្អូននៅក្នុងហ្នឹងបងប្អូនបាទនៅក្នុង option ហ្នឹងបងប្អូនយកពាក្យថា add list add icon ក៏ add list ដែរបង add list មើលជាក់ស្ដែងបងប្អូនហ្នឹងហើយតបមកបងប្អូនអស់លើក្រោមឃើញពាក្យ manage កន្លែង manage ហ្នឹងបងប្អូនចុច add
in add in lạiនឹង add in បាទតើមកបងប្អូនយកពាក្យក្រោមគេបងប្អូនហ្នឹងហើយយកពាក្យនេះ add in កន្លែងហ្នឹងអត់មានយកពាក្យ so add in ទេច្រឡំបងប្អូនយកពាក្យ browser សិន browser យើងទៅមើលឯកសារដែលយើងទុកវានៅណាយើងទុកនៅ desktop មើល folder cadet នេះយើងទុកហើយតោះមកយើងចុចលើវាហើយយើងចុច select បានប៉ុណ្ណឹងយើងคลิกលើឯកសារដែលយើងទៅ browser មកវិញយើងចុច OK បាទឥឡូវវាដើរបន្តិចបាទហើយនៅខាងលើនេះយើងអត់ទាន់ធ្វើអីកើតទេឥឡូវបងប្អូនចុចទៅលើនេះឥឡូវកន្លែង home របស់យើងហ្នឹងបងប្អូនឃើញគេដាក់ date picker បាទបងប្អូនចុចលើវានឹងមកហើយដាក់ចុចកន្លែងតាមខ្ញុំនឹងមកបាទយក date ដែលយើងចាំបានហើយមកថាថ្ងៃហើយមានខែអញ្ចឹងឆ្នាំហើយនេះ show in grid បាទបងប្អូនចុចលើវាពឹបមកហើយបងប្អូនរើសថ្ងៃនេះរើសឆ្នាំឆ្នាំណា2019ណា2020 19ខែទីម៉ានណារើសខែណាថ្ងៃគេណាថ្ងៃ7មករា2019យើងរើសទៅចង់បានឆ្នាំណា2020 19ដែរខែកុម្ភៈថ្ងៃ14កុម្ភៈ2019ណា easy ងាយបងប្អូនបាទ